បាទសូមគោរពទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានបាទគណៈពេលនេះគឺយើងកំពុងតែស្ថិតនៅវត្តស្លែងមានជ័យសង្ឃរិទ្ធិស័ក្តិស្លែងចាស់បាទតែកំពុងតែប្រារព្ធនៅកម្មវិធីសម្ពោធឆ្លងព្រះវិហារនិងបញ្ចប់ខណ្ឌសីមានៅថ្ងៃ6 កើតខែផលគុណឆ្នាំម្សិញសប្តាហ៍ស័កពុទ្ធសករាជ2569គ្រិស្តសករាជ2026បាទហើយកម្មវិធីប្រព្រឹត្តទៅក្នុងរយៈពេល3ថ្ងៃគឺថ្ងៃទី22 23 24 កុម្ភៈហើយរាត្រីនេះផងដែរគឺជារាត្រីទី2នៃកម្មវិធីបានឃើញថាមនុស្សណែនតាមតាប់តែម្ដងឥឡូវខ្ញុំកំពុងតែថតនៅវីដេអូនេះគឺខាងក្រៅរបងគឺខាងជាតិកំពុងតែមនុស្សយ៉ាងច្រើនកុកកមែនទែនចឹងសូមជ័យពុកម៉ែបងប្អូនទស្សនានៅទឹកទឹកសបានេះទាំងអស់គ្នាបាទសូមអរគុណកម្មពុទ្ធបរិស័ទមកពីកម្ពុជាបាទក៏បានធ្វើដំណើរមកដល់ទីអារាមវត្តទាំងយកតែម្ដងបាទពុទ្ធបរិស័ទនៅពីកម្ពុជាគឺមានប្រសង់ក៏ដូចជាបរិស័ទដែលបានទទួលដំណឹងថាខ្មែរកម្ពុជាក្រោមបានកំពុងតែប្រព្រឹត្តនៅកម្មវិធីបណ្ឌិតចោះខណ្ឌសេមានៅវត្តស្លែងមានជ័យសង្ឃរិទ្ធិស័ក្តិដែលប្រពបណ្ឌិតខណ្ឌសេមារយៈពេល3ថ្ងៃនៅថ្ងៃ6 កើតខែផលគុណនេះផងបាទឥឡូវឃើញថាព្រះអង្គកំពុងតែនាំពុទ្ធបរិស័ទចូលមកក្នុងកម្មវិធីបានហើយយើងសូមជ័យទស្សនានៅខាងមុខទៀតបាទសូមជ័យពុកម៉ែបងប្អូនទស្សនានៅទស្សនវិជ្ជាកម្មវិធីបានបញ្ចប់ខណ្ឌសេមានៃវត្តហើយមានជ័យសង្ឃរិទ្ធិស័ក្តិបាទស្លាហាស្បែកចាស់ដែលកំពុងតែប្រពៃកម្មវិធីបានបញ្ចប់ខណ្ឌសេមារាត្រីនេះគឺជារាត្រីទី2កម្មវិធីបាននៅថ្ងៃទី22 កុម្ភៈ23 កុម្ភៈបាទកន្លែងនេះគឺជាកន្លែងសែនព្រំបាលីពីម្សិលមិញបាទរួចដល់ហើយនៅរៀបចំកន្លែងជាកន្លែងសម្រាប់ពុកម៉ែបងប្អូនមកទស្សនាក៏ដូចជាប្រពៃជាហើយកន្លែងនេះផងដែរគឺមានសីមាពីដំតម្កល់នៅទីនេះផងដែរបាទแต่ตอนไปมองไปอะไรมองไปวางเดี๋ยวมองไปเลยvề nào không cái này cái này mà lại vàoហើយកន្លែងនេះគឺតម្កល់នៅឬសេមាមានប្រសពតាមចាប់ទីនេះផងដែរបាទ nhìn cái ba ai nhiều vậy vì nó một đôi một tay rồi ta nghe tiếng buồn này kia tiền ta bảo này vì không ai môi của nó từ lúc này nó đây đó môi đó không ai